ហើយយ៉ាងម៉េចបានជាដោះខ្សែកថាចេញពីដៃខ្ញុំដោះងុតទឹកនឹងណាចេញមកវិញក៏បាត់តែម្ដងទៅចុះឯណាអ្នកមីងចាសុកចម្រើនកូនក្មួយជម្រាបសួរលោកពូអ្នកមីងបានលើកដៃថ្វាយព្រះកូនសុកមកពីពួកឯងបំពេញតំណមរបស់យើងទេពួកខ្ញុំដូចជាច្បាស់ណាស់ដែរលោកគ្រូថាពួកយើងមិនដាល់បំពេញតំណមលោកញ៉ៃថ្ងៃនេះខ្ញុំចាញ់ម្ដងអញ្ចឹងក៏បានដែរអ្នកណាគេអញ្ចេះដែលសង្ស័យថាជាឈ្មួញជួញដូរក្រាញ់ពួកយើងមកកោះយកឆ្អឹងរបស់វាអីមិនក៏សួរឡប់អញ្ចឹងនោះនេះពួកឯងគិតនាំគ្នាធ្វើអីហ៎ពួកឯងមិនឃ្លានហើយនៅចានៅទេប្រកាសហើយហ៎ចាប្រកាសហើយមិនបានជាសួរអូនអញ្ចឹងគ្នាក៏សុខសប្បាយធម្មតាដែរអរគុណហើយណាខ្ញុំនឹងភរិយាថាមកលេងលោកនិងលោកស្រីចេះតែចាំមកអីណែអាមិនបានច្រឡប់ឡែងអញ្ចឹងហ៎ខ្ញុំស្ដាយណាស់លោកអើយគ្រាប់ពេជ្រនៅក្បែរដៃហើយមិនព្រមស្វាយយ៉ាងម៉េចទៅហើយមានឈឺអីឬក៏អត់ចាអត់អីទេបងរៀងនៅឈឺចង្កេះបន្តិចហើយយ៉ាងម៉េចបានជាដោះខ្សែកថាចេញពីដៃខ្ញុំដោះងុតទឹកនឹងណាចេញមកវិញក៏បាត់តែម្ដងទៅចុះឯណាខ្សែដៃរបស់បងនោះហាមែនវាបាត់តាំងពីពេលណានេះទេមុនហ្នឹងដូចជានៅអង្គដៃបងតាហើយចាញ់បោកគេទៅដឹងបងចាញ់បោកអ្នកណាគេគឺលោកគ្រូខ្មោចនោះណាបងក្រែងគាត់អួតថាខ្សែកថារបស់គាត់ប៉កែនោះអីចុះមិនក៏នៅសុកក៏បាត់ដោយគ្មានមូលហេតុអញ្ចឹងនោះឬគាត់អួតដើម្បីបោកប្រាស់ពួកយើងបងគិតអញ្ចឹងទេបើកថាលោកគ្រូនងអត់ប៉កែទេម្លេះពេលនេះខ្មោចមីកនថាវាព្យាបាទពួកយើងយូរណាស់មកហើយឬក៏ពួកយើងបំពេញតំណមគាត់ហើយតែខ្ញុំច្បាស់ខ្លួនឯងណាបងថាខ្ញុំមិនបានបំពេញតំណមកិច្ចថារបស់គាត់ឡើយឬខ្មោចនាងកនថាវាមានអនុភាពធ្វើឲ្យអាគមកថាគ្រូខ្មោចនោះលែងមានប្រសិទ្ធភាពខ្ញុំក៏គិតដូចបងដែរសំបីតែបងឆៃគូទៅដឹងខ្ញុំក៏ត្រូវខ្មោចមានស្អីគេនោះតាមរាវឆានដែរចាំធូរមកហើយសួរនាងមើលអ្នកនាងតូចមានឈឺកន្លែងណាដែរអត់លែងអីឲ្យបងណែបងណាខ្ញុំសុំសួរបងមួយមើលចាសួរមកចុះអ្នកនាងតូចចាំមាញ់បងមានបានចូលសម្អាតបន្ទប់ខ្ញុំទេចាចូលតាមានអីមែនទេអ្នកនាងចុះបងមានឃើញខ្សែក្រហមរុំដាច់ពណ៌សខ្ញុំដាក់នៅលើក្បាលតំណេកដែរទេចាឃើញខ្ញុំយកទៅបោះចោលបាត់ហើយស្មានថាជាសម្រាមស្លាប់អញ្ចឹងតើបានអញ្ចឹងអើយហើយឯងនេះផ្ដេសផ្ដាស់ណានេះឯងស្ទើរតែសម្រាប់ខ្ញុំទៅហើយណាសម្រាប់អីទៅអ្នកនាងខ្ញុំមិនដឹងអីទេបានហើយមានអីក៏ទៅធ្វើចុះចាត្រូវការទឹកក្រូចដែរទេអ្នកប្រុសអ្នកនាងមិនអីទេបងអរគុណហើយចារឿងរ៉ាវវាកាន់តែស្មុគស្មាញនេះហើយស្មុគស្មាញយ៉ាងម៉េចទៅបងស្មុគស្មាញយ៉ាងម៉េចសួរដូចទឹកបញ្ចូលសាច់រឿងគឺរឿងមីកននិថាហ្នឹងណាឯងមិនឃើញទេអីវាកាន់តែបង្ហាញអភិនិហាវាហើយរឿងដែលសំខាន់មួយទៀតគឺលោកប៉ានិងអ្នកម៉ាក់លោកកំពុងតែសង្ស័យពួកយើងហើយមិនក៏លោកប៉ានិងអ្នកម៉ាក់មកសង្ស័យពួកយើងទៅវិញបើរឿងនេះក្រៅពីពួកយើង3នាក់គ្មានអ្នកណាដឹងទេធ្វើម៉េចបងដឹងទៅប៉ុន្តែតាមប្រសាសន៍លោកប៉ានិងអ្នកម៉ាក់គាត់ថាគាត់តែងតែយល់សពឃើញមីខ្មោចកននិថាទៅនិយាយប្រាប់ពួកគាត់ថាយើងជាអ្នកធ្វើបាបវាវហើយអញ្ចឹងនេះក៏បានន័យថាអាគមលោកគ្រូខ្មោចនៅក្នុងអដងនេះពិតជាប៉កែមែនហើយប៉កែយ៉ាងម៉េចឯងក៏បានដឹងហើយថាឥឡូវនេះវាកំពុងតែរាវឆានយើងគ្រប់គ្នាចុះបងឯងមិនគិតមើលតាំងពីពួកយើងមានគេថាលោកគ្រូខ្មោចពាក់មកខ្មោចមីកននិថាវាមិនដែលមកព្យាបាទពួកយើងនោះទេទើបតែយើងបំពេញតំណមគ្រូតាយ៉ាងនេះក៏បានន័យថាលោកគ្រូខ្មោចនោះណានៅតែអាចកម្ចាត់វិញ្ញាណនាងបានមីនេះតិចនៅមិនសុខទេមែនហើយមិនក៏បងមិននឹកឃើញដូចឯងអញ្ចឹងណោះយើងចង់ដឹងណាស់ថាតើនាងឯងនៅខ្លាំងដល់កម្រិតណាទៀតលោកប៉ាមកហើយកុំនិយាយអីទៀតយ៉ាងម៉េចទៅហើយនៅឈឺខ្លួនទេកូនចាលេងអីហើយប៉ាហើយវាយ៉ាងម៉េចបានជាដួលស្លាប់អញ្ចឹងនោះគឺកូនរអិលដួលណាប៉ាក្រោយបើមានអារម្មណ៍ថាមិនស្រួលលះអង្គុយចុះភ្លាមទៅនេះសំណាងឲ្យដែលមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររួចចុះកូនម៉ានីមិនទៅធ្វើការទេអីបាទទៅតាលោកប៉ាដល់ម៉ោង10ទើបកូនទៅធ្វើការណែឲ្យប៉ារឿងនាងកននិថាមែនទេលោកប៉ាតើឲ្យកូនជម្រាបលោកប៉ាប្រហែលដងទៀតទៅកូនពិតជាមិនបានដឹងថានាងនៅណាមែនហើយកូនមានចិត្តក្លាហានឯណាទៅសម្លាប់មនុស្សកើតនោះសម្លាប់មនុស្សអីនេះនាងកននិថាអីទៅកូនមិនយល់ទេ
ឯងនេះចាំម្នាក់ឈ្មោះកនថាជាអតីតសង្សារបងអត់ ចាំបានតាបងមានអីហេ ឯងក៏ដឹងដែរថាបងនឹងនាងបានបែកគ្នាហើយឥឡូវលោកប៉ានឹងម៉ាក់សង្ស័យថាបងសម្លាប់នាង ពុទ្ធអើយលោកប៉ាបងមនីនឹងអ្នកនាងកនថានោះពិតជាបានបែកផ្លូវគ្នាពិតមែននាងមានសង្សារថ្មីចោលបងមនីហើយពួកគាត់បាននិយាយគ្នាដោយសន្តិវិធីតារឿងអីដែលបងមនីទៅធ្វើបាបនាងនោះកូនក៏បានដឹងរឿងនឹងដែរ បងមិនយល់ពីចេតនាលោកប៉ានិងអ្នកម៉ាក់សោះមនុស្សដូចបងហ្នឹងទំនងជាឃាតករសម្លាប់មនុស្សនោះ ឈប់សង្ស័យខុសទំនងទៅលោកប៉ាកូនធ្វើសាកសីបានក្រោយពីពួកគាត់បានបែកគ្នាអ្នកនាងកនថានោះតែងទូរស័ព្ទមកនិយាយលេងជាមួយកូនធម្មតាហើយកូនមិនដែលប្រកាន់អីទេប៉ុន្តែក្រោយមកនាងមិនបានទូរស័ព្ទមកលេងកូនដូចមុនទៀតទេមកដល់ឥឡូវនេះកូនក៏ដាច់ទំនាក់ទំនងជាមួយនាងរហូតមកដែរ ណែប៉ាចង់និយាយសុំទោសកូនដែលប៉ាគិតអវិជ្ជមានទៅលើកូន ហើយបងប្រុសហើយនឹងកូនមិនមែនជាឃាតករទេលោកប៉ាគ្រាន់តែគិតណាក៏ពួកយើងមិនហ៊ានគិតដែរ អ្នកម៉ាក់អញ្ជើញតាណាឲ្យលោកប៉ាឃើញនៅផ្ទះបាយជាមួយក្មេងៗហើយមិញមកនាំគ្នាទៅញ៉ាំអាហារពេលព្រឹកជាមួយគ្នា អញ្ចឹងទៅមុនចុះលោកប៉ាពួកកូនតែឥឡូវហើយ ការនេះមិនអាចពជាពេលបានយូរទេបើមិនចង់ឲ្យខ្មោចមីកននិថាកាច់បំបាក់កស្លាប់ទេយើងត្រូវតែបញ្ញាប់រកគ្រូខ្មោចរូបនោះនាថ្ងៃនេះឲ្យខានតែបានឬទេ គួរតែហៅបងឆៃឲ្យទៅជាមួយនឹងយើងដែរអត់បង តាមតែឯងចុះបើចង់ឲ្យវាស្លាប់មិនបាច់ហៅវាទេ ហើយធ្វើអញ្ចឹងមិនកើតទៅបង ហេគ្រាន់តែអញ្ចឹងសោះឯងសួរបងដែរតោះឆាប់ទៅញ៉ាំបាយកុំឲ្យប៉ានិងម៉ាក់នៅចាំក្មួយសូមជម្រាបសួរលោកពូនៅមីង ចាសុកចម្រើនកូនក្មួយជម្រាបសួរលោកពូអ្នកមីង បានលើកដៃថ្វាយព្រះកូនសុខសប្បាយទាំងអស់គ្នាទេអីបាទមានអីសុខសប្បាយធម្មតាទេលោក បញ្ញាបន្តិចបន្តួចនេះទទួលផងណាលោកស្រី រវល់តែបញ្ញាអីទេលោកស្រីអើយធ្វើដូចជាគ្រួសារតែមួយទៅណាទេមកលេងផ្ទះគេដៃទៅទេអញ្ចឹងមិនសមតំណងនោះមិនថាអញ្ចឹងអីលោកស្រី ចាលោកប៉ុន្តែមិនបាច់ក៏បានដែរព្រោះថាមិនយូរមិនឆាប់ពួកយើងនឹងខ្លាចជាគ្រួសារតែមួយមិនខានទេមិនថាអញ្ចឹងមែនទេលោកស្រី អូយលោកស្រីមានប្រសាសន៍អញ្ចឹងមើលក្មួយខ្ញុំណោះគេអៀនហើយ លោកពូក៏ដូចជាអ្នកមីងអ្នកជជែកលេងជាមួយលោកប៉ានិងអ្នកម៉ាក់សិនចុះក្មួយសុំទៅជួយមើលបងចុងភៅសិនហើយ បាទតាមសម្រួលចុះក្មួយ អូក្មួយសម្បត្តិទៅជួយមើលប្អូនទៅក្មួយក្រែងលោកប្អូនមានអីចង់ប្រើ បាទណាមីងអញ្ចឹងខ្ញុំសុំទៅជួយការងារនៅនាងខុនសិនហើយបាន ទៅចុះកូន ទាំងខ្ញុំនិងគ្រួសារព្រមទាំងលោកនិងលោកស្រីសុទ្ធតែរុញទូកទៅរកច្រាំងហើយ តើទៅជួយរុញចឹងណាលោកព្រោះចវាកូនខ្ញុំវាខ្លី ឥឡូវនេះក្មេងៗគេកំពុងតែតាក់ទងគ្នាបើយ៉ាងណាយ៉ាងណីខ្ញុំសុំស្ដីទៅដឹងហើយណាលោកស្រី ចុះមានទៅអីមិនថាអញ្ចឹងមែនទេប៉ាវី បាទខ្ញុំបន់ឲ្យតកូនយល់ចិត្តគ្នាតើ អាឡូបងឆៃបងឯងនៅណាឥឡូវនេះ បាទបងកំពុងរៀបចំទៅធ្វើការហើយមានការអីហ៎ ល្អហើយអញ្ចឹងបងឆាប់មកផ្ទះខ្ញុំមក ចាំបងចាញ់ទៅធ្វើការសិនទៅចាំបងទៅ មិនបានទេគឺបងមនីទៅជួបគ្រូខ្មោចដើម្បីកម្ចាត់វិញ្ញាណមីកនថាឬក៏បងឯងចង់ឲ្យវាមកកាច់កបបំបត្តិទៅ ហេអត់ទេបើអញ្ចឹងបងទៅឥឡូវក៏បានដែរ ចានិយាយគ្នាប៉ុណ្ណឹងបានហើយអញ្ចឹង តោះចេញដំណើរទៅតនមេឃមិនសូវក្តៅ ចាំគូតដឹងបងសិនទៅគាត់កំពុងតែចេញដំណើរមកហើយ អញ្ចឹងក៏បានដែរ ពួកអាមនុស្សអាក្រក់អញនឹងតាមព្យាបាទឯង អេលបល់យោនៅទីក្រុងមានគោឆ្លងផ្លូវយ៉ាងម៉េចទេនេះងាប់ហើយខូចឡានបាត់អីហាហើយចុះគោមិញតាណាបាត់ហើយឬក៏ជា មែនហើយគឺអញ អាឡូវ៉ាតៃ មកដល់ហើយអីក៏យំម៉េច បងនៅពាក់កណ្ដាលផ្លូវហ្នឹងឡានបងបុកដើមឈើឥឡូវវាឈប់ដំណើរការបាត់ហើយ
ស្អីគេបងឯងឡប់ទេអីដឹងថៃបានជាបើកឡានមកបុកដើមឈើអញ្ចឹង គឺខ្មោចមីកនថាវាបំផន់ភ្នែកបងហើយឆៃវាមកដល់ណាហើយបើតេ ចាគាត់កំពុងនៅតាមផ្លូវឥឡូវឡានខូច យេកំពុងតែបញ្ញាប់ផងមិនក៏ឡប់អញ្ចឹង គឺខ្មោចមីលលៀមកនថានឹងណាបងគឺវាជាអ្នកធ្វើ អូមីចង្រៃហើយហងឯងចិត្តបានចូលទៅនៅក្នុងឆ្នាំងដីហើយរំជោបាយភ្លាមទៅមិនអីទេមានតាក់ស៊ីមកហើយបងទៅដល់ឥឡូវហើយណា ចានិយាយគ្នាប៉ុណ្ណឹងបានហើយអញ្ចឹង វាថាម៉េច តាក់ស៊ីកំពុងតែជូនគាត់មកហើយ មីកននេះថាចាំមើលណានាងអញអស់ចាប៉ុណ្ណាទៀតមីខ្មោចល្ងង ពួកឯងនៅតែមានសេរីភាពអញក៏នៅតែតាមព្យាបាទពួកឯងដែរ បងខ្យល់ត្រជាក់ខុសធម្មតាមិនទេនេះអូយ មកកញ្ញឥឡូវហ្នឹងពេលព្រឹកអាកាសធាតុត្រជាក់អញ្ចឹងហើយលោកស្រីណែសប្តាហ៍ក្រោយគិតនាំគ្នាទៅលេងកំពង់សោម2 3ថ្ងៃអី ចាមានអីលោកដោយរីករាយណាស់ទៅជាលក្ខណៈគ្រួសារក៏សប្បាយដែរ បើអញ្ចឹងមកឡានតែម្ដងទៅវាងាយស្រួល កូនក៏ចង់ទៅកំសាន្តនៅកំពង់សោមដែរព្រោះមួយរយៈនេះដូចជាមានអារម្មណ៍ថាតានតឹងជាមួយការងារណាស់ចង់ទៅស្រូបខ្យល់អាកាសបរិសុទ្ធ ចំណែកកូនក៏មិនខុសពីនាងខុនដែរបើអញ្ចឹងសម្រាប់ថាសប្តាហ៍ក្រោយទៅលេងកំពង់សោមជាមួយគ្នាចុះអញ្ចឹងបាទលោកមិនបានជាវិញ្ញាណនាងនៅតែតាមរាវឆានពួកយើងអញ្ចឹងលោកគ្រូ តិចមុនអកុំលោកគ្រូគ្មានប្រសិទ្ធភាពទេដឹងបានជាខ្មោចនាងចេញមកធ្វើបាបពួកយើងបានក ុំនិយាយផ្ដេសផ្ដាសមកពីពួកឯងបំពេញតំណមរបស់យើងទេពួកខ្ញុំដូចជាច្បាស់ណាស់ដែរលោកគ្រូថាពួកយើងមិនដាល់បំពេញតំណមលោកគ្រូម្ដងណាទេតិចតួចអីវាអាចនឹងកិច្ចរួចអីក៏មកប្រកែកជាមួយយើងបើអញ្ចឹងតើពួកយើងគួរធ្វើយ៉ាងម៉េចបន្តទៀតទៅលោកគ្រូមានតែវិធីមួយប៉ុណ្ណោះដែលល្អជាងគេ វិធីអីទៅលោកគ្រូមានប្រសាសន៍មក គឺពួកឯងត្រូវទៅយកចំណែកណាមួយនៃឆ្អឹងរបស់នាងឲ្យយើងធ្វើពិធីសង្កត់ព្រលឹងរបស់នាងតើវិធីនេះមានប្រសិទ្ធភាពដែរទេលោកគ្រូតើបើគ្មានប្រសិទ្ធភាពទេយើងជូនប្រាក់វិញប៉ុន្តែវិធីនឹងវិញ្ញាណនឹងមិនអាចទៅចាប់កំណត់បានជាដាច់ខាត ធ្វើទៅលោកគ្រូកុំបណ្ដោយឲ្យវានៅរាវឆានពួកយើងទៀត ឲ្យតែមានឆ្អឹងរបស់នាងមកគ្រប់យ៉ាងគឺអូខេហើយអញ្ចឹងពួកយើងនាំគ្នាទៅកោះយកឆ្អឹងរបស់នាងសិនមកចាំមកជួបលោកគ្រូជាថ្មី លោកគ្រូធ្វើទឹកមុនប្រោះព្រំឲ្យពួកខ្ញុំហើយនឹងឡានផងព្រោះខ្លាចខ្មោចនាងនោះណាវាអាចធ្វើបាបពួកខ្ញុំតាមផ្លូវបាន មិនអីទេចាំយើងស្រោចទឹកមុនអគុំឲ្យបានអរគុណលោកគ្រូសែបថ្នាក់លើមានការងារថ្មីឲ្យសែបធ្វើតើជាការងារអីទៅថ្នាក់លើបានប្រាប់ពីម្នាក់ដែលសង្ស័យករណីជួញដូរថ្នាំញៀនឆ្លងប្រទេសពីណាគេអញ្ចេះចំហើយអត់មានមើលគ្រប់ការងារទេចុះមានអីមើលបើទូរស័ព្ទខ្ញុំភ្លេចនៅអอฟហ្វីសឯណោះហ្នឹងអញ្ចឹងចាំទៅវិញចាំមើលណែអូនណាគិតលុយមួយបើ ចាស្របទាំងអស់ 4000 រៀលបង មិនអីទេសែបចាំខ្ញុំចេញមិនអីទេម្សិលមិញសែបចេញហើយថ្ងៃនេះខ្ញុំចេញម្ដងអញ្ចឹងក៏បានដែរអ្នកណាគេអញ្ចេះដែលសង្ស័យថាជាឈ្មួញជួញដូរគ្រឿងញៀនឆ្លងប្រទេសនោះហានេះជាម្នាក់ឈ្មោះម៉ានីស្អីគេហ្នឹងតាអូហៃសូសម្បកក្រៅតាមពិតរកស៊ីខុសច្បាប់សោះអាឡូ ចាលឺហើយនិយាយមក ល្ងាចនេះទៅញ៉ាំអាហារពេលល្ងាចជាមួយបងណា ហើយមិនគិតទូរស័ព្ទទៅសុំការអនុញ្ញាតពីអ្នកម៉ាក់និងលោកប៉ារបស់អូនសិនទេអី តែបងគិតថាមិនបាច់ទេព្រោះលោកទាំងពីរពេញចិត្តឲ្យពួកយើងតាក់ទងគ្នាហើយតា ប៉ុន្តែអូនជានារីខ្មែរណា អូខេអញ្ចឹងចាំបងទូរស័ព្ទទៅសុំការអនុញ្ញាតពីគាត់ចុះ អូនដឹងថាគាត់ពិតជាមិនថាអីទេប៉ុន្តែចង់ឲ្យបងមានទំនួលខុសត្រូវចំពោះអូន បាទព្រលឹងស្នេហ៍អញ្ចឹងពេលបងចេញពីធ្វើការចាំបងទៅទទួលអូននៅផ្ទះ ចាំជូនអូនទៅផ្ទះវិញផងព្រឹកមិញឡានអូនមានបញ្ហាអូនជាផាសអាប់មកធ្វើការនឹង ពុទ្ធោរត់ចាំមកកំប្រាប់បងឲ្យជូនទៅធ្វើការ គឺមិនចង់រំខានបងទាំងព្រឹកនិយាយប៉ុណ្ណឹងសិនចុះអូនរៀបចំឯកសារបន្តិច បាទល្ងាចជួបគ្នា ចាបាយបាយ ហើយអញធុញទ្រាន់ណាស់នេះគ្រប់យ៉ាងមកពីពួកឯងនឹងបានជាអញ្ចឹងមកពីប្អូនបងឯងនឹងទៅចាក់សម្លាប់នាងធ្វើអី មក
ពីខ្ញុំបងឯងតែលែបខៃនាងធ្វើអីបើមិនចឹងអូនក៏មិនជ្រុលដៃជ្រុលជើងសម្រាប់វាដែរអត់ទេមីកុននិថានឹងវាឲ្យដៃបងគ្មានអារម្មណ៍ជាមួយវាទេអញស្គាល់ចរិតមីកុននិថាច្បាស់ណាស់អាឆៃវាមិនមែនជាស្រីដែលល្មមនឹងប្រុសនោះទេបើអញបខំវាអញជឿព្រោះតាំងពីអញនឹងវាខ្លាយជាសង្សារនឹងគ្នាមកវាមិនដែលចង់មានអីជាមួយអញទេអាចថាវត្ថុបុរាណបងឯងតូចពេកទេដឹងបានជានាងមិនចង់ជាមួយបងឯងនោះហើយស្មោកគ្រោកណាស់បងឯងនេះឃើញទេសារធាតុព្រាននារីចេញមកឯងបានហើយអញថ្លង់ណាស់ឈប់ប្រខំគ្នាទៀតទៅឆាប់រកដំណោះស្រាយវិញល្អជាងមិនបានជាខ្ញុំចូលនៅក្នុងឡានពួកវាមិនបានចឹងឬគ្រូអាគមខ្មោចនោះវាមានមុនអាគមអីទៀតហើយគិតធ្វើយ៉ាងម៉េចទៅបងធ្វើម៉េចក្រាញ់ពួកយើងមកកោះយកឆ្អឹងរបស់វាអីមិនក៏សួរឡប់អញ្ចឹងនោះនេះពួកឯងគិតនាំគ្នាធ្វើអីហ៎ពួកឯងមនុស្សអាក្រក់អញ្ចឹងពួកយើងឆាប់នាំគ្នាជួយកាយគ្នាទៅអោពធហើយហេតុអីក៏ភ្លើយ៉ាងហ្នឹងខ្ញុំអារម្មណ៍ពេកនឹងណាបងបានជារកនឹកអ្វីធ្វើអ្វីមិនឃើញសោះខ្ញុំមានអារម្មណ៍ថាដូចតិចខុសធម្មតាមិនដឹងទេបងនេះពួកឯងខ្លាចខ្មោចមេឡប់នោះដល់ថ្នាក់ភ្លើអស់ហើយមែនទេឆាប់ទៅយកប៉ែលមកជីកដៃមកបើខ្មោចមេនោះវាចាញ់មកមែនចាំអញបាញ់ក្បាលវាឲ្យងាប់ម្ដងទៀតបងឆៃទៅតែម្នាក់ឯងទៅខ្ញុំមិនទៅទេអូនឯងទៅជាមួយបងមកយេពួកនេះនាំគ្នានៅហ្នឹងឯងបងទៅតែឯងក៏បានដែរខ្ញុំទៅដែរខ្ញុំក៏មិននៅដែរត្រូវកាយដែរបងហើយអូនឃ្លានហើយនៅចានៅទេប្រកាសហើយហ៎ចាប្រកាសហើយមិនបានជាសួរអូនអញ្ចឹងអញ្ចឹងយកឆាលោកលាក់មួយគ្រឿងក្នុងអប់ទឹកដូងមួយត្រីប្រមាចំហុយមួយឆាបន្លែគ្រប់មុខមួយមុខទៀតមកអូនហើយធ្វើតាមធម្មតាទៅណាសង្សារបងនាងមិនទាន់ឃ្លានទេបងមានរឿងមួយចង់ប្រាប់អូនមានរឿងអីនិយាយមកបងថ្នាក់លើឲ្យបងតាមដានបរិសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀនឆ្លងប្រទេសហើយគេនោះជាណាទៅបងអូនស្គាល់គេដែរអូនពិតជាស្គាល់ព្រោះគេក៏ចិត្តដិតជាមួយនឹងអូនដែរនិយាយថាចិត្តដិតអញ្ចឹងដូចជាមិនត្រូវទេនិយាយថាគេតាមស្រឡាញ់អូនត្រូវជាងអ្នកណាទៅតាមស្រឡាញ់អូននោះគឺអាមសៀមនីស្អីគេនោះហ្នឹងណាអូយស្អប់ណាស់អូនមិនចូលចិត្តអាគាត់នោះទេបើបងឯងនៅតែបង្អាប់អូនខឹងហើយណាអូខេបងឈប់បង្អាប់ហើយអញ្ចឹងចុះបងថានាងមនីនោះជាប់សង្ស័យពីបទជួញដូរថ្នាំញៀនជាការពិតដែរទេពុតធោហើយអូនទូនាទីបងជាប៉ូលីសណាអូនគិតថាបងអាចនិយាយលេងបានដែរអូនកំពុងតែសង្ស័យថានាងមនីនោះមិនមែនជាប់សង្ស័យតែរឿងមួយមុខនឹងទេអូននិយាយបែបនេះបានន័យថាម៉េចឬមួយក៏អូនបានដឹងពីអាចកំបាំងពីគេម្នាក់នោះចុះបើអូនប្រាប់បងថាអូនតែងសុបិនឃើញនារីមកសុំជំនួយពីអូនហើយការស្លាប់របស់នាងពាក់ព័ន្ធជាមួយលោកមនីបងជឿដែរទេសម្រាប់បងជាមន្ត្រីប៉ូលីសមួយរូបបងមិនសូវជាជឿរឿងអបិយជំនឿនឹងប្រមាណទេឬមួយក៏បងគិតថាអូនដ្រាម៉ាតាមភាពយន្តមានណាបងមិនបាននិយាយរឿងអីផងហ្នឹងអូននឹងព្យាយាមស៊ើបអង្កេតថារឿងនេះជាការពិតឬអត់បងចង់ឲ្យអូនជួយបងរឿងមួយរឿងអីទៅថាមកគឺបងចង់ឲ្យអូនធ្វើជាស្និទ្ធស្នាលជាមួយនាយមនីស្អីនោះហើយយកការមកប្រាប់បងអូនរីករាយក្នុងការសហការជាមួយបងអរគុណអូនទុកជាមុនណាឆ្អឹងតូចតែមួយសោះជីកដៃឡើងមកព្រឹកធំបងឯងរអ៊ូធ្វើស្អីដើម្បីទាំងអស់គ្នាតាតោះឆាប់ទៅដងវិញស្លាប់អីបងអង្គិតសម្រាប់បន្តិចសិនទេខ្ញុំហត់ចង់ងាប់ទៅហើយអាឡ័យតែសម្រាប់ខ្មោចពីកណ្ដាថានោះមកកាច់កស្លាប់បងឯងឥឡូវហើយគិតធ្វើយ៉ាងម៉េចអញ្ចឹងទៅក៏ទៅចុះបងនេះសំណាងហើយដែលថ្ងៃមិនទាន់លិចកុំអីពិបាកមិនខានទេបើអញ្ចឹងឆាប់ធ្វើពិធីទៅលោកគ្រូអូមេបាំងបិទព្រៃខ្មោចល្អោចល្អិតមិនអាចចេញបានអូមេបាំងបិទព្រៃខ្មោចល្អោចល្អិតមិនអាចចេញបានតែប៉ុណ្ណេះវិញ្ញាណវាមិនអាចកម្រើកបានទេនេះមានន័យថាវាមិនអាចធ្វើបានទៀតទេមែនទេលោកគ្រូ
ត្រូវហើយ តែប៉ុណ្ណេះគ្រប់យ៉ាងគឺចប់ហើយមីកននីថា តោះបងទៅភ្នំពេញវិញកុំភ្លេចទៅនឹបខ្ញុំណាបាទកុំបារម្ភអីលោកគ្រូ មិនបានជាខ្ញុំកំរាខ្លួនមិនបានចឹងជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងអូយជួយខ្ញុំផងមានអីគ្នានឹងគ្រួសារសុខសប្បាយទាំងអស់គ្នាទេចុះឯងនឹងគ្រួសារវិញអូគ្នាក៏សុខសប្បាយធម្មតាដែរអរគុណហើយណា ខ្ញុំនឹងភរិយាថាមកលេងលោកនិងលោកស្រីចេះតែចាំមួយថ្ងៃហើយមួយថ្ងៃទៀតទៅតែថ្ងៃនេះទៅអាចឆ្លៀតបានអូមិនអីទេលោកមករកកន្លែងអង្គុយលេងសិនបាទ រួចក្មួយខុននាងទៅណាហើយកូនមកវិញហើយលោកប៉ាអ្នកម៉ាក់ក្មួយជំរាបសួរលោកពូអ្នកមីង ជំរាបសួរលោកពូណាមីង ចាសុខសប្បាយកូន កូនបាទនេះជាក្មួយរតនសម្បត្តិលោកស្រីជំរាបសួរលោកពូណាមីង តោះប៉ាវីយើងគិតទៅផ្ទះវិញ ហាទៅតែមកដល់សោះមិនក៏បញ្ញាប់ទៅវិញម្លេះលោកស្រី មែនហើយនៅញ៉ាំបាយល្ងាចជាមួយគ្នាសិនទៅលោកអាវ៉ាន មិនអីទេចាំឱកាសក្រោយចុះណាលាសិនហើយបានតោះម៉ាក់វា សុខសប្បាយណាលោកអាវ៉ាន តែយ៉ាងម៉េចទេនេះដូចជាច្រឡោតរឿងអីអញ្ចេះប្តីប្រពន្ធគេនេះចម្លែកណាស់ណោះ នៅញ៉ាំបាយផ្ទះមីងទៀតអត់ណាកូន អូ អត់ទេណាមីងក្មួយនឹងអូនខុនញ៉ាំអីរួចហើយខ្ញុំគិតលាទៅផ្ទះវិញសិនហើយបានទៅចុះកុំឲ្យអ្នកផ្ទះបារម្ភណាសុខសប្បាយណាក្មួយបានអរគុណឲ្យលោកពូខុនបងទៅផ្ទះសិនហើយណា ចាសុខសប្បាយ បានអរគុណអ្នកម៉ាក់និងលោកប៉ាប្រើនាងច័ន្ទធូឲ្យទៅហៅកូនមកមានការអី ណែអាម៉េចបានច្រឡប់ឡែងចឹងហ៎ ខ្ញុំស្ដាយណាស់លោកអើយគ្រាប់ពេជ្រនៅក្បែរដៃហើយមិនព្រមសវាចាំមានប្រសាសន៍ពីរឿងអីហ្នឹងកូនដូចជាមិនយល់ទេលោកប៉ា មិនយល់ណែក្មួយខុនណានាងមានគូតដឹងហើយ ខុនកេសរមានគូតដឹងហើយត្រូវហើយម៉ាក់និងប៉ាថាឲ្យឯងតាក់ទងនាងហើយឥឡូវមិនបានជានាងបានទៅគេអញ្ចឹងច្បាស់ជាអាស្អីកណ្ដុងតែម្ដងលោកប៉ានិងអ្នកម៉ាក់ទៅដឹងបានយ៉ាងម៉េចថានាងមានគូតដឹង ភ្នែកម៉ាក់ទាំងពីរបានឃើញជាពិសេសលោកសកុននិងអាផាហៅកំឡោះនោះថាជាកូនពេញមាត់ទៀតផងនេះមកពីកូនឯងហ្នឹងម៉ាក់ខឹងខ្លាំងណាស់ ខ្ញុំក៏ស្ដាយណាស់ដែរនឹកឡើងគួរឲ្យក្តៅអូយលោកប៉ាពូសកុននិងមីងណាផាអ្នកណាក៏គាត់ហៅថាកូនដែរសំបីតែកូនអាចថាម៉ាស៊ីននោះជាមិត្តរបស់ខុនក៏ថាបាន ជាមិត្តយ៉ាងម៉េចបើស្និទ្ធស្នាលគ្នាដូចគូស្នេហ៍ហ្នឹង ចាំកូនពិសោធន៍ឲ្យលោកប៉ានិងអ្នកម៉ាក់បានដឹងណ៎ហើយមិនដឹងជាពិសោធន៍ស្អីទៀតទេតោះម៉ាក់វាទៅដេកចាំមើលណាអារតនៈរវាងឯងនិងអញអ្នកណាបានខុនកេសរ ជួយផងជួយខ្ញុំផងអ្នកនាងនៅកន្លែងណាមានបញ្ហាអីមែនទេគេសង្កត់ដូចញៀនខ្ញុំហើយអ្នកនាងអើយជួយខ្ញុំផងអ្នកណាជាអ្នកធ្វើទាំងពើនេះប្រាប់ខ្ញុំមកគឺអាម៉ានីនិងគ្នារបស់វាហានេះខ្ញុំសបិនទៀតហើយមួយរយៈនេះដូចជាបាត់នាងមែនឬមួយដូចក្នុងសបិននេះទេដឹងមិនអីទេអ្នកនាងខ្ញុំសន្យាថានឹងជួយអ្នកនាងឲ្យទាល់តែបានចាខ្ញុំនឹងគ្រួសារសុខសប្បាយធម្មតាទេចុះលោកនឹងគ្រួសារវិញ បាទខ្ញុំនឹងគ្រួសារសុខសប្បាយធម្មតាទេរួចថ្ងៃណាបានឡើងមកភ្នំពេញដែរលោកស្រីខ្ញុំគិតទៅសួរលោកជាមុនហ្នឹងណាក្រែងលោកទៅលេងលោកមានធរៈដែរ ជួបនិយាយជាមួយគ្រួសារខ្ញុំបន្តិចទៅលោក បាទសុខជាធម្មតាទេអីលោកបាទសុខសប្បាយធម្មតាទេលោកគឺសុខបែបធម្មជាតិតែម្ដង កំពុងតែនិយាយជាមួយអ្នកណានងប៉ាវី អូ
គឺសាច់ញាតិយើងអ្នកផ្សារបាត់ដឹងហ្នឹងណាម៉ាក់វា អូ សុខសប្បាយធម្មតាទេអីលោក បាទសុខធម្មតាទេលោកស្រីរួចចុះក្មួយស្រីគេតាណាបាត់ហើយបាទ អូកូនខុនគេទៅធ្វើការឲ្យលោកណែលោកអញ្ជើញលោកស្រីមកលេងផ្ទះខ្ញុំផងណា កំពុងតែសួរលោកនិងលោកស្រីថាតើមានធរៈឬក៏អត់សនុកខ្ញុំឡើងទៅ អូគ្មានធរៈអីទេលោកខ្ញុំនឹងគ្រួសារមានការរលឹកលោកនិងគ្រួសារលោកជាខ្លាំង អញ្ចឹងស្អែកនេះខ្ញុំនឹងគ្រួសារឡើងទៅភ្នំពេញហើយត្រៀមបាយម្ហូបផងណាលោកស្រី អូ ដោយសមមនោះណាស់លោក បាទលោកស្រីណែចង់បានរបស់បញ្ញាខ្លះទេលោកស្រីចាំខ្ញុំនឹងគ្រួសារផ្ញើជូន អូយអត់អីទេលោកមិនបាច់បញ្ញាអីទេ បាទអញ្ចឹងជជែកគ្នាប៉ុណ្ណឹងសិនចុះលោកស្រី ចាសុខសប្បាយណាស់លោកផ្ដាំសួរសុខទុក្ខលោកស្រីផង បាទអរគុណលោកស្រីគាត់និយាយថាម៉េចខ្លះម៉ាក់វា ស្អែកនេះគាត់នឹងគ្រួសារមកលេងផ្ទះយើង ចាំលើកក្រោយចាំយើងទៅលេងគាត់វិញ ចាប៉ាវីគាត់ថាយ៉ាងម៉េចដែរប៉ាវី ស្អែកនេះគាត់ទំនេរយើងទៅលេងពួកគាត់ស្អែកនេះណាម៉ាក់វា អូចា សូមចុចជាវនិងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូបន្ទាប់ពីឆាយាហ្វៀមសូមអរគុណ